សកកម្មធ្វើម្ហូបគប់គង់ជនភៀសសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងវ៉ាត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានបំភ្លឺឡើងវិញក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរុំវត្តពោធិ៍ 5000 ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកអង្គការលេងវ៉ាត្រាបានរៀបចំផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកនៅថ្ងៃទី30 ខែតុលាឆ្នាំ2025ចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24 ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌រាប់រយនាក់ក៏បានផ្ដើមសមភូមិដែរគឺចុះផ្គត់ផ្គង់ម្ហូបជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណជិត 70000 នាក់លើគោលដៅចំនួន11ដែលមានរៀបចំម្ហូបពីរពេលរៀងរាល់បេសកកម្មប្រកបដោយស្មារតីមោះមុតមិនរុនរាដើម្បីជាតិនិងប្រជាជនកម្ពុជានេះបានធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមគតិសង្ឃបណ្ឌិតគុណគីមគតិរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំឈ្លាសវៃនិងស្វាហាប់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌បានគាំទ្រនិងបញ្ជាក់ថាការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសារវ័នសម្រាប់ពលរដ្ឋខ្មែរនិងជិតខាងដែលស្រឡាញ់សន្តិភាព